ចេះខ្ញុំឃើញព្រឹត្តិការណ៍ថ្មីនេះវាកើតនៅឯប្រទេសថៃឯនោះទេតែវាពាក់ព័ន្ធជាមួយនឹងកម្ពុជាយើងបងប្អូនដូចជាប្រទេសម៉ាឡេស៊ីចាប់គ្រឿងញៀនដែលថៃដឹកចូលម៉ាឡេស៊ីមកតោន3បងប្អូនធ្ងន់ណាស់តែហេតុអីក៏ខ្ញុំលើកយកមកនិយាយវាអញ្ចេះអាចោសៀមនេះវាជួញគ្រឿងញៀនពីប្រទេសវាទៅម៉ាឡេស៊ីតែវាដឹកតាមកប៉ាល់ច្រកនៅក្នុងអង្គរខ្មែរនេះប្រទេសវាចេះបងប្អូនហើយអង្គរខ្មែរយើងកំពុងតែល្បីកំពុងតែមានតម្លៃនៅលើទីផ្សារគ្រប់ប្រទេសទាំងអស់អង្គរខ្មែរយើងគេទទួលស្គាល់បងប្អូនលេខ1អញ្ចឹងអាសៀមនេះតើវាមានចេតនាអីវាជួញគ្រឿងញៀនដឹកកប៉ាល់ចេញពីប្រទេសវាទៅម៉ាឡេទៅម៉ាឡេស៊ីតែវាច្រកនៅក្នុងបាវអង្គរខ្មែរវាដាក់នៅក្នុងអង្គរខ្មែរហើយអង្គរនោះ60បាវដាក់គ្រឿងញៀននៅក្នុងអង្គរហ្នឹង1តោន3អញ្ចឹងកម្ពុជាយើងត្រូវមានចំណាត់ការទូតយ៉ាងម៉េចចំពោះបញ្ហានេះធ្វើឲ្យស្អុយឈ្មោះអង្គរខ្មែរហើយធ្វើឲ្យស្អុយឈ្មោះកម្ពុជាហើយតែចោលសៀមជាអ្នកប្រព្រឹត្តហើយវាមានខុសអីរឿង scam online រឿងឆបោករឿងចាប់ចម្រិតវាមិនដែល scam online ឆបោកនិងចាប់ចម្រិតហ្នឹងឬគល់ចេញពីកម្ពុជាទេបងប្អូនថៃឯនោះទេតែគេទម្លាក់កំហុសឲ្យយើងឥឡូវទៀតជួញគ្រឿងញៀនពីថៃទៅម៉ាឡេស៊ីដឹកតាមកប៉ាល់តែច្រកនៅក្នុងអង្គរខ្មែរមានផ្កាម៉ាលីសមានអីខ្ញុំឃើញអញ្ចឹងរដ្ឋាភិបាលខ្មែរមានចំណាត់ការទូតយ៉ាងម៉េចចំពោះបញ្ហានេះឬក៏អង្គុយចាំទទួលថ្មបាក់ឬក៏អង្គុយចាំទទួលកំហុសគេអ្នកសាគេរុញកំហុសឲ្យយើងអញ្ចឹងខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែរជួយ share ជួយ comment ពិសេសអាមុំណារ៉េតអាមាត់វាឯងនេះឈឺឆ្អែលណាស់ចំពោះបញ្ហានានាក្នុងប្រទេសកម្ពុជាតែបញ្ហានេះមួយសៀមដឹកគ្រឿងញៀនច្រកនៅក្នុងអង្គរខ្មែរតែអត់ឃើញអាមុំណារ៉េតវាយកទៅនិយាយនឹងពួកអាកថោមីកថោកូនចៅរាំងស៊ីវាបន្តតែបើសៀមវាយបហាសៀមរិះគន់សៀមដៀលខ្មែរវាយកមកជួយបន្តជួយនិយាយឥឡូវបងប្អូនស្ដាប់នេះរឿងនេះរឿងប៉ិតមានខ្ញុំចែកនិយាយបងប្អូនរឿងញៀន 1.3 តោនដាក់ចេញពីថៃត្រូវឥណ្ឌូនេស៊ីស្ទាក់ចាប់បានបន្ទាប់ពីបន្លំច្រកក្នុងបាវអង្គរខ្មែរអញ្ញាធនឥណ្ឌូនេស៊ីបានប្រកាសរកអូសថ្នាំញៀនប្រភេទកេតាមីនសរុប 1.3 តោនដែលមានតម្លៃ 1.3 តោនច្រកនៅក្នុងអង្គរខ្មែរដាក់អង្គរពាក់កណ្ដាលដាក់គ្រឿងញៀនពាក់កណ្ដាលប្រកបនៅក្នុងអង្គរខ្មែរថោកទៀតទេបងអញ្ចឹងរដ្ឋាភិបាលខ្មែរយើងមានចំណាត់ការទូតយ៉ាងម៉េចចំពោះបញ្ហានេះហើយសូមឲ្យបណ្ដាញអ្នកផ្សព្វផ្សាយទាំងឡាយជាពិសេសអាមុតវិចមូណារ៉េតឯងឈឺឆ្អាលខ្លាំងណាស់ចំពោះកម្ពុជានឹងតែបញ្ហានេះមកដល់មកនេះអត់ឃើញអាមុតវិចវាយកទៅផ្សាយហេតុអីប៉ះពាល់មេអីសៀមអាមូណារ៉េតអារាំងស៊ីអាកថោបើរឿងក្រៅវាដឹងយកមកនិយាយវាយបហាខ្មែរគ្នាអីក៏ដូចមកពួកអាថោកអញ្ចឹងបញ្ហានេះកើតឡើងខ្ញុំក៏ចាប់អារម្មណ៍ទៅលើ scam online ឆបបចាប់ញរិតវាមិនដែលកើតនៅកម្ពុជាឬគល់ចេញពីណាមកគេទម្លាក់កំហុសឲ្យយើងដូចរឿងគ្រឿងញៀនយកទៅច្រកនៅក្នុងអង្គរខ្មែរកំពុងតែល្បីអង្គរខ្មែរកំពុងមានទីផ្សារឃើញគេធ្វើបាបយើងទេឃើញទេបងប្អូនញៀន 1.3 តោនដាក់ចេញពីថៃត្រូវឥណ្ឌូនេស៊ីស្ទាក់ចាប់បានបន្ទាប់ពីបន្លំច្រកក្នុងបាវអង្គរខ្មែរអ
អញ្ញាធនឥណ្ឌូនេស៊ីបានប្រកាសរកអូសថ្នាំញៀនប្រភេទកេតាមីនសរុប 1.3 តោនដែលមានតម្លៃរហូតដល់ទៅជាង$116 លានអាមេរិក 1 តោនចុច3 100 ជាងលានដុល្លារបងប្អូនឃើញទេឃើញគេដាក់នៅក្នុងអង្គខ្មែរដាក់នៅក្នុងបាវអង្គខ្មែរអង្គខ្មែរកំពុងល្បីអង្គខ្មែរកំពុងមានទីផ្សារឥឡូវគេមកធ្វើបាវអង្គខ្មែរអញ្ចឹងមានចំណាត់ការទូតយ៉ាងម៉េចចំពោះបញ្ហានេះឥឡូវហ្នឹងសមត្ថកិច្ចរបស់ម៉ាឡេស៊ីចាប់បានណាចាប់បានតាំងកប៉ាល់នឹងចាប់បានតាំងនាវិកនៅលើកប៉ាល់នឹងចាប់បានតែនឹងគ្រឿងញៀនចាប់បានតាំងអង្គខ្មែរទៀតនៅលើហ្នឹងនេះគេធ្វើបាបយើងបងប្អូនគេធ្វើបាបយើងគេទម្លាក់កំហុសឲ្យយើងនៅក្នុងអង្គយើងផ្លាក់កម្ពុជាអង្គឈ្មោះនេះផ្លាក់លេខកូដរបស់កម្ពុជាអង្គហ្នឹងតែនៅក្នុងហ្នឹងមានគ្រឿងញៀននៅក្នុងអង្គហ្នឹងអញ្ចឹងយើងត្រូវការពារអង្គយើងត្រូវការពារគេឈ្មោះយើងអញ្ចឹងយើងត្រូវមានចំណាត់ការទូតយ៉ាងម៉េចចំពោះបញ្ហានេះតែមកដល់ម៉ោងនេះខ្ញុំអត់ឃើញមានប្រតិកម្មអីទាំងអស់តាំងពីអបឆាំងតាំងពីអមងរ៉េតតាំងពីអជនច័ន្ទបុតតាំងពីអកថោសំរាំងស៊ីនឹងបាក់ពួករាំងស៊ីទាំងអស់អត់មាននិយាយអីទាំងអស់វាប៉ះពាល់ដល់មេវាសៀមហ៎វាមិននិយាយឃើញទេបងប្អូនតែអ្វីដែលយើងបារម្ភអ្វីដែលយើងចាប់អារម្មណ៍យើងត្រូវការពារគេឈ្មោះអង្គខ្មែរយើងដែលមានការរងអង្គហ្នឹងសរសេរផ្លាកកម្ពុជាលេខកូដរបស់កម្ពុជាឈ្មោះអង្គនេះឈ្មោះអង្គនោះរបស់កម្ពុជាតែមានគ្រឿងញៀននៅក្នុងហ្នឹងសមត្ថកិច្ចរបស់ម៉ាឡេស៊ីគេចាប់បានហើយអញ្ចឹងកម្ពុជាយើងត្រូវមានទំនាក់ទំនងដំណោះស្រាយយ៉ាងម៉េចចំពោះបញ្ហានេះដើម្បីការពារអង្គយើងនិងការពារគេឈ្មោះរបស់កម្ពុជាយើងអានេះគេទម្លាក់កំហុសឲ្យយើងទៀតណាវាអត់ខុសពី scam online វាអត់ខុសពីការចាប់ចម្រិតឬគល់ចេញពីប្រទេសសៀមមិនមែនកម្ពុជាអ្នកកោតទេ79 7មករា79កម្ពុជាគ្មានអីទេអាសៀមហ្នឹងវាមានយូរហើយអញ្ចឹងបញ្ហាអស់ហ្នឹងវាកម្ពុជាយើងជាអ្នករងគ្រោះគេទម្លាក់ឲ្យយើងតែយើងដូចជាខ្វះការបកស្រាយដូចជាខ្វះការតវ៉ាដូចជាខ្វះការបំភ្លឺអញ្ចឹងចាំតែទទួលរងចាំតែទទួលថ្មបាក់នោះគេទម្លាក់ឲ្យយើងជាពិសេសសូមអំពាវនាវដល់ក្រុមអកថោមីកថោប្រឆាំងទាំងឡាយនៅក្រៅប្រទេសជាពិសេសអាមូនរ៉េតជួយបំភ្លឺជួយបកស្រាយការពីអង្គខ្មែរយើងផងលឿអាមាត់វាបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Straits Times នៅថ្ងៃទី10 ខែសីហានេះគ្រឿងញៀនទាំងនោះត្រូវគេច្រកបន្លំនៅក្នុងបាវអង្គខ្មែរចំនួន65បាវហើយ65បាវអង្គខ្មែរច្រកគ្រឿងញៀននៅក្នុងហ្នឹងអង្គ50គីឡូដក25គីឡូដាក់គ្រឿងញៀន25គីឡូនៅក្នុងហ្នឹង60បាវសិតតែមានគ្រឿងញៀននៅក្នុងហ្នឹងនោះដឹកសិតកប៉ាល់បងប្អូនមាននាវឹកមានអីនៅលើនោះឥឡូវសមត្ថកិច្ចម៉ាឡេស៊ីចាប់បានចាំមើលបញ្ហានេះវាទៅជាយ៉ាងម៉េចតែមកដល់ម៉ោងនេះខ្ញុំអត់ឃើញខាងកម្ពុជាយើងមានការឆ្លើយតបបកស្រាយយ៉ាងម៉េចចំណាត់ការយ៉ាងម៉េចអត់ទាន់មានទេមកដល់ម៉ោងនេះហើយខាងប្រឆាំងព័ត៌មានប្រឆាំងក៏អត់មានឃើញនិយាយអីទាំងអស់ដូចជាស្ងាត់ឈឹងទៅប៉ះមេវាសៀមតែបើរឿងនេះកើតនៅកម្ពុជាមិនបាច់ទេងាប់មកកម្ពុជាតែបើកើតនៅនោះព្រំដែនម៉ាឡេស៊ីនោះឆ្លងជាមួយសៀមដឹកកប៉ាល់ចូលទៅបងប្អូនគេបន្លំធ្វើអង្គខ្មែរទៅទៅថោកឯងមិនព្រមដាក់អង្គឯងទៅហ៎អាសៀមនោះវាមានអង្គដែរព្រមដាក់នៅក្នុងថងអង្គសៀមមកដាក់ក្នុងថងអង្គខ្មែរមានលេខកូដខ្មែរមានឈ្មោះខ្មែរសរសេរផ្កាម៉ាលីអីសិនអង្គល្បីរបស់ខ្មែរវាបថោកអង្គខ្មែរហើយវាធ្វើឲ្យអង្គខ្មែរអត់ទីផ្សារហើយវាវាយប្រហារលើអង្គខ្មែរហើយផលប្រយោជន៍បានវានោះបើសិនជាវាទៅរួចគ្រឿងញៀនបងប្អូន1 តោនចុច 3តម្លៃជាង130លានជាងដុល្លារបើសិនជាវាទៅរួចតាមរយៈអង្គខ្មែរអញ្ចឹងសូមឲ្យរដ្ឋាភិបាលខ្មែរមានចំណាត់ការយ៉ាងម៉េចចំពោះបញ្ហានេះចំណាត់ការទូតយ៉ាងម៉េចហើយអំពីនេះដល់បងប្អូនអ្នកលេងបណ្ដាញសង្គមជួយសៀជួយបកស្រាយជួយវាយប្រហារសៀមដែលយកអង្គខ្មែរទៅធ្វើបាបទៅបន្ថោកអង្គខ្មែរយកគ្រឿងញៀនដាក់នៅក្នុងបាវអង្គខ្មែរនាំចេញទៅម៉ាឡេស៊ីថោកទៀតបងប្អូន
នាវាចេញពីប្រទេសថៃតាំងពីខែកុម្ភៈមកម្ល៉េះក្រោយការតាមដានអស់រយៈពេលជាច្រើនខែអង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូនេស៊ីបានស្ទាក់ចាប់នាវានោះកាលពីថ្ងៃទី6 ខែសីហានៅក្នុងដែនទឹករបស់ខ្លួនដោយបានឃាត់ខ្លួននាវិក8នាក់ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា7នាក់និងតៃវ៉ាន់ម្នាក់លោកស៊ូយូឌីអារីយ៉ូសេតូប្រធានភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ថាអាជ្ញាធរកំពុងតែបន្តស្រាវជ្រាវស្វែងរកទូកផ្សេងទៀតដែលអាចមានពាក់ព័ន្ធនៅក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនមួយនេះសេតូប្រធានភ្នាក់បន្តស្រាវជ្រាវស្វែងគ្រឿងញៀនឆ្លងដែនបងប្អូនមើលនេះបងប្អូនឃើញបាវកនេះសិតតែបាវកខ្មែរនោះលេខកូដខ្មែរបាវកខ្មែរមានផ្កាម្លិះមានអីមិញមានអង្គល្បីរបស់ខ្មែរមើលណាហើយដាក់គ្រឿងញៀននៅក្នុងបាវកខ្មែរតែម្ដងដឹកចូលម៉ាឡេស៊ីឃើញថោកទៀតបងប្អូននេះធ្វើឲ្យអង្គខ្មែរធ្លាក់តម្លៃធ្លាក់ទីផ្សារគ្មានទីផ្សារទេបើសិនជាខ្វះការបកស្រាយរបស់ខាងកម្ពុជាយើងអញ្ចឹងសូមឲ្យកម្ពុជាមានចំណាត់ការទូតយ៉ាងម៉េចបកស្រាយយ៉ាងម៉េចដើម្បីការពារអង្គខ្មែរនេះឃើញទេមួយនេះអញ្ចឹងយើងចាំមើលបន្តទៀតជាភាសាអំពីនេះដល់ពួកអកថោនិងក្រុមប្រឆាំងអាម៉ុតវិចមុងណារ៉េតជួយផ្សាយល្អពីកម្ពុជាផងដើម្បីការពារអង្គខ្មែរអាមុងណារ៉េតឬអត់ហើយកុំដេញខួវិចមាត់វិចវាយបហាដល់គ្នាឯងកោតទោះដល់គ្នាឯងអាមុងណារ៉េតចឹងអត់មានអីទេបងប្អូនជូនប៉ុណ្ណឹងចុះព្រោះខ្ញុំឃើញព័ត៌មាននេះវាហាក់ដូចជា viral ទៅលើអង្គខ្មែរយើងបងប្អូនយើងត្រូវការពីអង្គខ្មែរយើងកំពុងមានទីផ្សារកំពុងមានតម្លៃអញ្ចឹងបើយើងនៅស្ងៀមស្ងាត់មិនជួយនាំគ្នាការពារមិនជួយនាំគ្នាបកស្រាយទេវាប៉ះពាល់ដល់តម្លៃអង្គខ្មែរយើងនិងទីផ្សារអង្គខ្មែរយើងអញ្ចឹងបងប្អូនណាចឹងអត់មានអីទេបងប្អូនជួបប៉ុណ្ណឹងចុះសុខសប្បាយទាំងអស់គ្នា